សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំលើកយកជំងឺនេប៉ាល់ជំងឺនេប៉ាល់គឺជាជំងឺឆ្លងតែមានមេរោគឈ្មោះវាគឺនេប៉ាល់វ៉ៃរុសមេរោគនេះគឺជាប្រភេទមេរោគ RNA ដែលគេរកឃើញតាំងពីឆ្នាំ1998នៅប្រទេសម៉ាឡេស៊ីហើយតកតងជាមួយនឹងមេរោគនេះគឺឆ្លងតាមមាន3គឺឆ្លងពីសត្វទៅមនុស្សទៅមនុស្សនិងតកតងឆ្លងតកតងជាមួយចំណីអាហារគឺការឆ្លងការប៉ះពាល់ផ្ទាល់ជាមួយនឹងវត្ថុរាវឬក៏លាមកសត្វទឹកនោមឬទឹកមាត់របស់សត្វដែលមានជំងឺពីមនុស្សទៅមនុស្សគឺទី1រិះចំពោះអ្នកដែលថែទាំជិតស្និទ្ធជាមួយនឹងអ្នកជំងឺហើយនឹងទឹកមាត់របស់អ្នកជំងឺឬកំហាករបស់អ្នកជំងឺអាហារវិញគឺតកតងជាមួយនឹងការបរិភោគចំណីអាហារគឺគាត់ញ៉ាំផ្លែឈើដែលមានស្នាមជាប់ឬក៏សត្វខាំហ្នឹងឆ្លងតាមសត្វបជាវប៉ះពាល់ផ្ទាល់ជាមួយនឹងសត្វបជាវហើយនឹងលាមកទឹកមាត់ឬក៏មួយទៀតតកតងជាមួយមានសត្វជ្រូកដែលឆ្លងពីសត្វបជាវនឹងជាដើមហើយនឹងសេះឬក៏បែជាដើមអញ្ចឹងរាល់សត្វដែលប៉ះពាល់ខ្លាំងជាងគេគឺសត្វបជាវរោគសញ្ញាវិញគឺយើងទី1គឺគ្រុនក្តៅខ្លាំងឈឺក្បាលឈឺសាច់ដុំឈឺបំពង់កនិងក្អួតហើយពិបាកដកដង្ហើមងុយដេកវិលមុខប្រកាច់និងអាចនឹងសន្លប់ជាដើមហើយវិធីការពារវិញគឺយើងកាប់ទៅលាងដៃជាមួយសាប៊ូនិងអាល់កុលហើយបានយើងញាប់មុននឹងកាន់អាហារញ៉ាំពាក់ម៉ាស់យើងជៀសវាងប៉ះពាល់មនុស្សនិងសត្វដែលមានជំងឺហើយកុំបរិភោគដែលផ្លែឈើឬក៏អាហារដែលមានសត្វខាំឬក៏ស្នាមជាំជាដើមហ្នឹងជាបាយើងពេលណាក្តៅខ្លួនយើងអាចឲ្យថ្នាំក្តៅខ្លួនទៅឬក៏បើមានសភាពធ្ងន់ធ្ងរយើងប្រញាប់ទៅជួបនឹងវិជ្ជបណ្ឌិតជាបន្ទាន់សូមអរគុណ